បាទលោកអ្នកនាងជាទីមេត្រីបាននៅម៉ោងនេះខ្ញុំនឹងមកជម្រាបជូនបងប្អូនសាធារណជនក៏ដូចជាប្រិយមិត្តទាំងឡាយដើម្បីឲ្យបានស្គាល់អំពីទំព័រ page ផ្លូវការដែលយើងត្រូវតាមដានជាផ្លូវការណាបងប្អូនបាទកុំឲ្យតាមដានទំព័រផ្សេងឲ្យសោះបាទកុំឲ្យតាមដានទំព័រផ្សេងក្រៅពីទំព័រទាំងឡាយមួយចំនួនដែលខ្ញុំនឹងបានរៀបរាប់ជូនបាទមិនមែនមានន័យថាទំព័រផ្សេងហ្នឹងគឺមើលមិនបាននោះទេមើលបានក៏ប៉ុន្តែទំព័រដែលយកជាការបានគឺមានទំព័រមួយចំនួនធំរបស់រាជរដ្ឋាភិបាលណាបាទអញ្ចឹងក្រសួងការពារជាតិលោកបានអំពាវនាវឲ្យសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ត្រឹមត្រូវនិងជឿទុកចិត្តបានជាពិសេសការផ្ដល់ជូននៅព័ត៌មានដោយរាជរដ្ឋាភិបាលបាទជាពិសេសការផ្ដល់ជូននៅព័ត៌មានដោយរាជរដ្ឋាភិបាលទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំក្រសួងនិងអង្គភាពពាក់ព័ន្ធមួយចំនួនដើម្បីទទួលបានព័ត៌មានបាទដើម្បីទទួលបានព័ត៌មានរួមមានបាទខ្ញុំជម្រាបជូនត្រួសខ្លីៗដើម្បីបងប្អូនលោកតាលោកយាយអ៊ំពូមេឃតាមដានណាបាទអ្នកដែលលេងបណ្ដាញសង្គម Facebook គឺគាត់ស្គាល់ហើយដែលចេះឆែកណាទី1គឺទំព័រសម្ដេចហ៊ុនសែន of Cambodia ទី1ទំព័រសម្ដេចហ៊ុនសែន of Cambodia បាទដែលមានអ្នកតាមដាន 15M ឬក៏ស្មើនឹង15លានអ្នកទី2ទំព័រសម្ដេចធិបតីហ៊ុនម៉ាណែត Prime Minister of Cambodia ដែលមានអ្នកតាមដាន 4.9M បាទ 4.9M ឬក៏ស្មើនឹង 4.9 លានអ្នកទី3ទំព័រហ៊ុនម៉ាណែតបាទទំព័រសម្ដេចហ៊ុនម៉ាណែតហ្នឹងប៉ុន្តែទំព័រឈ្មោះហ្នឹងគឺឈ្មោះហ៊ុនម៉ាណែតតែម្ដងដែលមានអ្នកតាមដាន 2.3M បាទឬក៏2.3 លានអ្នកទី4ទំព័រទាសីហាបាទទំព័រទាសីហាបាទខ្ញុំអានឈ្មោះតែម្ដងខ្ញុំមិនបានអានក្រុមងាររបស់លោកទេបាទទំព័រឈ្មោះទាសីហាដែលមានអ្នកតាមដាន 307K ទី5ទំព័រក្រសួងការពារជាតិបាទទំព័រក្រសួងការពារជាតិដែលមានអ្នកតាមដាន 1.2M ឬក៏ 1.2 លានអ្នកបាទទី6ទំព័រក្រសួងការបរទេស Ministry of Foreign Affairs and International Cooperation ដែលមានអ្នកតាមដាន 328K 7ទំព័រក្រសួងព័ត៌មាន Ministry of Information បាទ Ministry of Information ដែលមានអ្នកតាមដាន 1.6M ទី8ទំព័រអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit បាទ Cambodia Government Spokesperson Unit ដែលមានអ្នកតាមដាន 307K 9ទំព័រ PR Cambodian Government បាទ PR Cambodian Government ដែលមានអ្នកតាមដាន 88K បាទ10ទំព័រ Press បាទអាហ្នឹងគេដាក់អញ្ចឹងមកទំព័រ Press OCM អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបាទទី10ណាដែលមានអ្នកតាមដាន 219K 11ទំព័រអាជ្ញាធរ11ទំព័រអាជ្ញាធរមីន Cambodian Mine Action Authority ដែលមានអ្នកតាមដាន 29K 12ទំព័រមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា SIMAC ដែលមានអ្នកតាមដាន 22K បាទនេះគឺជាទំព័រដែលយើងត្រូវតាមដានទាំងអស់គ្នាកុំឲ្យតាមដានព័ត៌មានคล้ายៗណាបងប្អូន